សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចាជួបជាមួយអ្នកគ្រូសាជាថ្មីម្ដងទៀតអ្នកគ្រូឈ្មោះហងស៊ីធួជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅក្នុងកម្មវិធីសាលារៀនចំនួនថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិចាអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺយើងចូលទៅមេរៀនទី7បន្តទៀតចាយើងចូលទៅចំណុចទី3ហើយចំណុចនេះដែរគឺយើងចូលទៅអនុវត្តលំហាត់បន្តកាលពីវីដេអូមុនចាអញ្ចឹងនៅក្នុងវីដេអូមុនបងប្អូនបានអនុវត្តលំហាត់ច្រើនរួចមកហើយចាអញ្ចឹងនៅក្នុងលំហាត់នេះសំទោសនៅក្នុងចំណុចនេះគឺយើងចូលទៅអនុវត្តបញ្ចប់តែម្ដងចាអូខេតើអញ្ចឹងអ្នកគ្រូសូមបន្តចូលទៅចំណុចបន្ទាប់ទៀតចាអញ្ចឹងសម្រាប់វត្ថុបំណងមេរៀនក៏មិនខុសពីចាវីដេអូមុនដែរចាអញ្ចឹងអ្នកគ្រូមាននៅចំណុចទី1គឺបងប្អូនមានលទ្ធភាពនៅក្នុងការអនុវត្តការប្រើប្រាស់អថេក៏ដូចជារូបរាងធរណីមាត្រដែលបងប្អូនបានប្រើនៅក្នុងលំហាត់មុនមានត្រីកោណមានចតុកោណជាដើមចាហើយមួយទៀតគឺ random number គឺយើងប្រើប្រាស់ដើម្បីឲ្យប្រភេទរូបរាងទាំងនោះគឺដំណើរការក៏ដូចជាបង្ហាញនៅលទ្ធផលខុសគ្នារាល់ពេលដែលយើងចុចរ៉ាន់ចាអញ្ចឹងគឺយើងយកប្រភេទប្លុកហ្នឹងគឺយកមកបង្កើតនៅកម្មវិធីហើយកម្មវិធីរបស់យើងនៅក្នុងមេរៀននេះគឺបង្កើតនៅ robot face ចាឬក៏យើងហៅថាមុខមនុស្សយន្តចាអូខេអ្នកគ្រូមាននៅចំណុចទី2ចាបងប្អូនមានលទ្ធភាពប្រើប្រាស់ដំណើរការដែលមានរចនាសម្ព័ន្ធដើម្បីរៀបចំផែនការនិងអភិវឌ្ឍកម្មវិធីចាអូខេអញ្ចឹងចំណុចនេះគឺដូចគ្នាដែរទេតោះអញ្ចឹងយើងទៅចំណុចបន្ទាប់ទៀតអញ្ចឹងនៅក្នុងនេះអ្នកគ្រូមាននៅសំណួរដើម្បីសួររំលឹកមេរៀនបងប្អូនជាមុនសិនតោះអញ្ចឹងយើងទៅមើលសំណួរទាំងអស់គ្នាចាអញ្ចឹងនៅក្នុងនេះអ្នកគ្រូមាននៅសំណួរទី1ចាតើប្លុកកូដចានេះនឹងគូររូបរាងអ្វីនៅពេលដំណើរការអូខេតោះអញ្ចឹងយើងទៅមើលប្លុកកូដចាអ្នកគ្រូមាននៅប្លុកកូដចា2ជួរនេះអញ្ចឹងយើងមើលប្លុកនឹងមកហើយគិតថាតើនឹងគូសរូបរាងអ្វីនៅពេលដែលយើងចុចរ៉ាន់ណាចាអូខេអញ្ចឹងសម្រាប់ប្លុកទី1គឺយើងមាននៅប្លុក fill ចាហើយ green ចាអញ្ចឹងប្លុក fill យើងប្រើសម្រាប់ធ្វើអ្វីយើងគិតមកហើយប្លុកទី2គឺយើងមាននៅប្លុក arc ចានៅក្នុងប្លុក arc គឺមាននៅទីតាំង x 350 y 100ចា width ហើយនឹង height គឺ100ដូចគ្នាហើយបន្ទាប់មកកន្លែងនេះគឺsize ទៅអត់ចាអញ្ចឹង size កន្លែងនេះគឺ90ជាមួយនឹងទំហំកន្លែងនេះចាសំទោសកន្លែងនេះគឺ start ចា start ជាមួយនឹង stop ចាច្រឡំជាមួយនឹង regular polygon ចាអញ្ចឹងកន្លែងនេះគឺ90អញ្ចឹង start 90 stop 180ចាតើពេលដែលយើងចុច run វាគូសរូបអ្វីអញ្ចឹងអ្នកគ្រូក៏មាននៅជំរើសផងដែរឥឡូវយើងទៅមើលជំរើសទាំងអស់គ្នាអញ្ចឹងសម្រាប់ចម្លើយកចានៅពេលដំណើរការគឺរូបត្រីកោណចាចម្លើយខចានៅពេលដំណើរការគឺរូបរង្វង់ចាហើយចម្លើយកនៅពេលដំណើរការគឺយើងបាននៅចំណិតនេះយើងឃើញថារង្វង់ដែរប៉ុន្តែគ្រាន់តែថារង្វង់នេះគឺអត់មានផ្ទៃឃើញអត់ចាហើយមានតែមួយចំហៀងទេចាអូខេតោះចម្លើយខចាគឺរូបនេះចារូបស្លាយមួយចំណិតដូច pizza អញ្ចឹងណាចាអូខេតោះអញ្ចឹងបងប្អូនមើលនៅប្លុកកូដហើយមកមើលនៅចម្លើយតោះមកធ្វើការជ្រើសរើសចាអញ្ចឹងបើសិនជាបងប្អូនគិតថាចម្លើយខជាចម្លើយត្រឹមត្រូវសូមសរសេរ comment ចូលទៅក្នុង platform ទូរសិក្សាមកចាអ្នកគ្រូនៅចាំសម្របសម្រួលនៅទីនោះចាតើអញ្ចឹងសូមបងប្អូនទាំងអស់គ្នាឆ្លើយនៅចម្លើយដែលបងប្អូនគិតថាត្រឹមត្រូវរយៈពេល1នាទី
ចាអញ្ចឹងអ្នកគ្រូសូមចូលទៅចំណុចបន្ទាប់ទៀតចាអញ្ចឹងនៅក្នុងចំណុចបន្ទាប់ទៀតគឺអ្នកគ្រូសូមបង្ហាញបងប្អូនទាំងអស់គ្នាអំពីវីដេអូនៃការអនុវត្តលំហាត់ទី1ចាចំណុច F G ជាមួយនឹង H ចាអញ្ចឹងយើងនៅមានលំហាត់3នេះអញ្ចឹងសូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់មើលវីដេអូនេះរយៈពេល25នាទីចាអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលនៅការអនុវត្តលំហាត់ដែលអ្នកគ្រូបង្ហាញហើយលំហាត់ទាំងអស់នេះគឺលំហាត់ដែលបងប្អូនធ្លាប់ធ្វើរួចហើយអ្នកគ្រូក៏បានធ្លាប់ផ្ដល់នៅអត្រាកំណែដែរប៉ុន្តែអត់បានទាំងអស់ទេចាអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូបង្ហាញទាំងអស់តែម្ដងចាពីការអនុវត្តលំហាត់នីមួយៗពីលំហាត់ A រហូតមកដល់លំហាត់ H ចាយើងមាន8លំហាត់លោកគ្រូអ្នកគ្រូនឹងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាចាអញ្ចឹងនៅក្នុងវីដេអូនេះដែរអ្នកគ្រូសូមបង្ហាញបងប្អូនអំពីការអនុវត្តនៅលំហាត់នៅក្នុងមេរៀនទី7របស់យើងបន្តទៀតចាអញ្ចឹងកាលពីម៉ោងមុនអ្នកគ្រូបានផ្ដល់នៅការអនុវត្តក៏ដូចជាកំណែនៃលំហាត់ទៅតាមចំណុច A B C D និង E រួចរាល់ហើយចាអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺអ្នកគ្រូសូមបង្ហាញបងប្អូនបន្តទៀតទៅលើលំហាត់ F G និង H ចាអញ្ចឹងឥឡូវអ្នកគ្រូសូមចូលទៅក្នុងលំហាត់ F ចាអញ្ចឹងនៅក្នុងលំហាត់ F នេះក៏បងប្អូនធ្លាប់បានអនុវត្តរួចរាល់ហើយដែរនៅក្នុងមេរៀនមុនចាអញ្ចឹងយើងចូលទៅមើលលំហាត់នេះបន្តិចហើយអ្នកគ្រូនឹងអនុវត្តឲ្យបងប្អូនមើលបន្តទៀតចា review random acts ចាគឺយើងរំលឹកឡើងវិញជាមួយនឹងធ្នូដោយចៃដន្យចាអញ្ចឹងធ្នូដោយចៃដន្យមានន័យថាវាអាចម្ដងអាចដឹកក្រេប៉ុណ្ណេះចាម្ដងទៀតដឹកក្រេប៉ុណ្ណោះនេះតើតើមួយអាចដូចលំហាត់មុនដែរអញ្ចឹងណាគ្រាន់តែថាយើងចង់ឲ្យវាប្រែប្រួលពីណាទៅដល់ណាមុំចាប់ផ្ដើមជាមួយនឹងមុំបញ្ចប់ចា Remind yourself how to randomize different properties of arc ចាអញ្ចឹងគឺយើងរំលឹកខ្លួនឯងមកវិញអំពីវិធីធ្វើឲ្យarc របស់យើងនឹងគឺវាប្រែប្រួលដោយចៃដន្យចា Do this randomize the position and angles of each of the arcs ចាគឺយើងធ្វើឲ្យទីតាំងក៏ដូចជាមុំរបស់arc របស់យើងនឹងគឺប្រែប្រួលចា Run your code multiple times see how the image change each time you run it ចាអញ្ចឹងឲ្យយើងដំណើរការកូដច្រើនដងដើម្បីមើលពីវិធីដែលរូបភាពទាំងអស់ហ្នឹងគឺផ្លាស់ប្ដូរឬក៏ប្រែប្រួលរាល់ពេលដែលយើងចុចដំណើរការចាឥឡូវអ្នកគ្រូសូមទាញនេះឡើងលើបន្តិចអញ្ចឹងនៅផ្នែកខាងនេះយើងមាននៅប្លុកកូដដែលទី1គឺ arc ហើយ xy ពី x 200 y 200ទំហំគឺ100ទាំងអស់ហើយយើងមកមើលប្លុកកន្លែង start ចា start កន្លែង degree របស់យើងជាមួយនឹង stop កន្លែង degree នេះគឺប្រែប្រួលចាអញ្ចឹង start ពី0ទៅដល់180ចាមានន័យថាដូចកាលពីយើងធ្វើកាលពីម៉ោងមុនពេលយើងដាក់0គឺវានៅគៀនខាងនេះយើងទៅ180នៅខាងនេះចាអញ្ចឹងកន្លែងនេះមានន័យថាគេឲ្យវា start ពី0ឬក៏180ឬក៏ក្នុងចន្លោះពី0ទៅដល់180អញ្ចឹងពេលដែលចាប់បានចំណុចឧទាហរណ៍ថា20ចាអញ្ចឹងធ្នូរបស់យើងគឺគូសពី20ដឺក្រេរហូតទៅដល់កន្លែងប្លុកបញ្ចប់នេះគឺ random ដដែលចាអញ្ចឹង random នេះគឺគេដាក់ថា180ទៅដល់360ដឺក្រេចាអញ្ចឹងនេះជាប្លុកដែលគេផ្ដល់ឲ្យអញ្ចឹងបងប្អូនអាចដាក់ខុសពីគេក៏បានដែរយើងចង់ឲ្យ start ពីប្រហែលទៅហើយ stop ពីប្រហែលទៅក៏បានដែរចាអូខេតោះឥឡូវអ្នកគ្រូសុំ run នេះ
ចឹងប្លុកទី1ឥឡូវអ្នកគ្រូរ៉ានមើលចាអញ្ចឹងប្លុកដែលប្រែប្រួលនេះដែលគេដាក់ខាងលើនេះគឺប្លុកចំកណ្ដាលនេះចាដែលមានទីតាំង x 200 y 200ចាអញ្ចឹងនៅពេលដែលយើង reset ឃើញប្រែប្រួលទំហំវាចាប្រែប្រួលអញ្ចឹងសម្រាប់អាកផ្សេងទៀតគឺគេចង់ឲ្យវាប្រែប្រួលដែរថាតើយើងចង់ឲ្យវាប្រែប្រួលទៅលើកន្លែងណាខ្លះអញ្ចឹងឥឡូវយើងអាចឲ្យវាប្រែប្រួលពីកន្លែង start ហើយនឹង stop ដូចគេដែរចាអូខេអញ្ចឹងដើម្បីបាន block random number គឺយើងចូលទៅ math block នេះមកហើយបន្ទាប់មកយើងទាញនៅ block random ដាក់ចូលមកក្នុងចាទីតាំង start number អូខេអញ្ចឹងនៅក្នុង start number តើយើងគិតថាតើគួរឲ្យវាប្រែប្រួលពីdegree ប៉ុន្មានទៅ degree ប៉ុន្មានកន្លែងនេះឬក៏ប្រសិនបើយើងចង់ឲ្យវាចាប់ផ្ដើមពីលេខ0អញ្ចឹងកន្លែងនេះមានន័យថា degree ដែលគេដាក់នេះគឺ0ទាំងអស់ហើយដូចបងប្អូនបានឃើញនៅក្នុងនេះណាចាអញ្ចឹងឥឡូវបើយើងទាញចោលវិញនេះប្រសិនបើបងប្អូនចង់ឲ្យវាប្រែប្រួលពីសំទោសឲ្យវាចាប់ផ្ដើមពី degree 0ទៅយើងមិនបាច់ចាំដូរទេតែអ្វីដែលយើងត្រូវដូរគឺកន្លែង stop ចាឥឡូវឧទាហរណ៍អ្នកគ្រូដាក់ random number ចូលទៅកន្លែង stop វិញហើយអ្នកគ្រូចង់ឲ្យវាstop នៅឲ្យវាជ្រើសរើសលេខ random នេះពី1ទៅដល់360តែម្ដងឲ្យ system ជាអ្នក generate តើឲ្យវាឈប់នៅលេខចៃដន្យមួយណាចាអ្នកគ្រូដាក់ពី1ទៅដល់360ចាអញ្ចឹងសម្រាប់ប្លុកទី2អញ្ចឹងអ្នកគ្រូសុំរ៉ាន់នេះប្លុកនេះចាឃើញអត់ម្ដងតូចម្ដងធំអញ្ចឹងទៅតែអត់មែនពេញទេណាអូខេចិត្តពេញដែរចាអញ្ចឹងយើងទាញបន្តទៀតមកឲ្យ start ពី0ដដែលឬក៏ឲ្យ start ពីឧទាហរណ៍ថាអ្នកគ្រូចង់ឲ្យវា start ពីចំណុចកណ្ដាលនេះចុះហើយឲ្យវា stop នៅអាច360ចាអញ្ចឹងចំណុចកណ្ដាលនេះយើងគិតថាប៉ុន្មាន degree ទៅចាគឺ90ទៅ90ទៅ270ចា270ហើយសម្រាប់ប្លុកចុងក្រោយគឺដាក់ដូចទៅនឹងប្លុកទី2នេះចាឲ្យ stop នៅទីតាំងអូខេបើដាក់270ហើយអញ្ចឹងវាអាចប្រែប្រួលពី270ទៅដល់360ឥឡូវយើងដាក់អញ្ចឹងណា270ទៅដល់360ប្លុកមួយណាចានេះកត់ប្លុកនេះអូខេចាតោះឥឡូវយើងចូលទៅប្លុកទី4ចាអញ្ចឹងកន្លែងនេះអ្នកគ្រូដាក់ឲ្យវាចាប់ផ្ដើមពី1ចាទៅដល់កន្លែងនេះអាច180បាននេះអញ្ចឹងឲ្យវាចាប់ផ្ដើមពីខាងនេះទៅវិញ180ទៅដល់200ចាហើយ degree អញ្ចឹង degree នេះបើយើងដាក់តូចវាអត់អាចត្រឡប់មកក្រោយទេព្រោះវាគូសទៅមុខចេះណាអញ្ចឹងយើង stop ចំទៅ200ជប់ទាញប្លុកនេះមកចាអញ្ចឹងកន្លែងនេះគឺ200ទៅរហូតទៅដល់360ចាអូខេតោះប្លុកចុងក្រោយយើងដាក់0ដដែលមកហើយឲ្យវា stop នៅ random ពី1ទៅដល់360អូខេតោះប៉ុណ្ណឹងអញ្ចឹងយើងចុច reset ឲ្យ run ចានេះឃើញប្លុករបស់យើង random រាល់ពេលដែលយើងចាចុចដំណើរការអូខេអញ្ចឹងសម្រាប់លំហាត់ទី1F គឺរួចរាល់អញ្ចឹងយើងចុច finish អូខេយើងចូលទៅ review point block ចាលំហាត់ G ចាអញ្ចឹងលំហាត់នេះក៏យើងធ្លាប់បានអនុវត្តរួចហើយដែរអញ្ចឹងនៅក្នុង result នេះគឺយើងមាននៅសត្វតើមាសណាចាដូចតើមាសអញ្ចឹងឧទាហរណ៍ណាឬក៏យើងហៅ ladybug
ចាអញ្ចឹងពេលដែលយើងរ៉ានមករបស់យើងមានតែ2ចំណុចទេអាសញ្ញាចំណុច dot នៅលើខ្លួនវាណាចាយើងមានតែ2ទេប៉ុន្តែរបស់គេមានដល់ទៅ4ចាអញ្ចឹងសម្រាប់ចំណុចហ្នឹងគឺយើងប្រើនៅ block point ជាមួយនឹង stroke weight ចាអញ្ចឹង point យើងនឹងបានចំណុចដៅមួយហើយ stroke weight គឺយើងដាក់កម្រាស់ថាតើយើងចង់ឲ្យចំណុចហ្នឹងមានទំហំធំឬក៏ស្ដើងចាអញ្ចឹងយើងដាក់កម្រាស់ទៅលើ point អូខេដែលនៅក្នុង block នេះក៏យើងមានដែរនេះ stroke weight 35អញ្ចឹង stroke weight នេះគឺដាក់លើគេអញ្ចឹងមានន័យថា block point ដែលនៅខាងក្រោមវានឹងទទួលបានកម្រាស់35ប៉ុន្តែមកដល់កន្លែងនេះគឺមាននៅ stroke weight មួយទៀតចាពណ៌ក្រហមនេះចាហើយblock របស់យើងគឺពណ៌ខ្មៅចាអញ្ចឹងឥឡូវយើងទៅមើលថាតើយើងត្រូវបន្ថែមblock point ហ្នឹងកន្លែងណាចាអញ្ចឹងសម្រាប់ block point គឺ block ដែលមាននៅ point នៅខាងក្រោមនេះយើងមាន2ហើយ point ខាងលើនេះទំហំ35អញ្ចឹងអាចនឹងជានេះចាផ្នែកខាងលើនេះណាចាបន្ទាប់មកយើងមាននៅ point ចាxy ទីតាំង200 y 170ចឹងទៅហើយ stroke weight 5នេះគឺសម្រាប់ចំណុច dot នេះចាហើយ fill ពណ៌ក្រហមដោយសារយើងមាននៅ ellipse ចា ellipse នេះគឺពណ៌ក្រហមដែលវានៅទីតាំង x 200 y 200ហើយនេះគឺ point របស់យើងចាអូខេអញ្ចឹងយើងមាននៅ point ចំនួន2រួចរាល់ហើយអញ្ចឹងទីតាំងនេះគេមានស្រាប់ដែរអញ្ចឹងឥឡូវយើងទៅបន្ថែមនៅ point ចំនួន2ទៀតចាអញ្ចឹង point ទី1គឺនៅផ្នែកខាងនេះចាអញ្ចឹងយើងគិតមកថាតើ x ប្រមាណ y ប្រមាណកន្លែងនេះហើយកន្លែងនេះ x ប្រមាណ y ប្រមាណចាអញ្ចឹងយើងទាញនៅ block point យកមកដាក់ខាងក្រោមកន្លែងនេះមកអូខេតោះអញ្ចឹងយើងគិតតិចមើលថាតើ x ប៉ុន្មាន y ប៉ុន្មានអញ្ចឹងក្នុងនេះ point ទី1 x 200 y 190ចា x 200ចាអញ្ចឹង x 200គឺកន្លែងនេះហើយ y 190ចាអញ្ចឹងសម្រាប់ point នេះគឺ x 200 y 190អញ្ចឹងកន្លែងនេះ x 210 y 200ចុះកន្លែងនេះគឺដូច x ខាងលើដែរតើអូនចាព្រោះវានៅជួរតែមួយឯងអញ្ចឹង x 200ចុះ y អញ្ចឹងខុសគ្នា10ឃើញអត់នេះ10នេះខុសគ្នា10ដែរអញ្ចឹងកន្លែងនេះគឺ y មិនដែរអញ្ចឹងកន្លែងនេះគឺ y 200អញ្ចឹងកន្លែងនេះគឺ210អញ្ចឹងយើងដាក់មក x 200 y 210ចាយើងសាករ៉ាន់មើលត្រូវអត់ចាត្រឹមត្រូវដល់ពេលកន្លែងនេះថយវិញចាអញ្ចឹងកន្លែងនេះគឺ x 200ចាដល់ពេលកន្លែងនេះគឺ x ត្រូវថយ10វិញចាវានៅខាងក្រោយអញ្ចឹងណាចាអញ្ចឹងយើងយក point មួយទៀតមកចា x 190 x 190 y មិនដែរអញ្ចឹង y ស្មើជាមួយនឹង block នេះចាអញ្ចឹង y 210អូខេយើងសាក reset មួយរ៉ាន់អូខុស y ចាអញ្ចឹង y មិន210ទេ y នៅ block នេះគឺ y 200ដែរចាអធិស្ឋានឡើងនេះ y 200ទេយើងអូខេចាអញ្ចឹង dot របស់យើងគឺបានគូសរួចរាល់អូខេអញ្ចឹងសម្រាប់លំហាត់G គឺមានប៉ុណ្ណឹងអញ្ចឹងយើងចុច finish មកចាយើងចូលទៅលំហាត់បន្ទាប់ទៀតអូខេអញ្ចឹងលំហាត់ចុងក្រោយចាគឺលំហាត់ H ចាយើងចុចចូលលំហាត់ H មកចាអញ្ចឹងនៅក្នុងលំហាត់ H ក៏យើងធ្លាប់បានអនុវត្តហើយដែរគឺតកតងជាមួយនឹងRGB values ឬក៏ color ចាអញ្ចឹង review random RGB values អញ្ចឹងគឺយើងរំលឹកឡើងវិញអំពីពណ៌ដែលចៃដន្យ
ដែលពណ៌ដែលចៃដន្យហ្នឹងគឺយើងប្រើ RGB ចាព្រោះដោយសារតែនៅក្នុង block code random number គឺយើងឲ្យវាប្រែប្រួលជាប្រភេទលេខអញ្ចឹងដើម្បីឲ្យពណ៌ប្រែប្រួលបានគឺយើងត្រូវយកលេខកូដពណ៌ហ្នឹងយកមកដាក់នៅក្នុង block random number បានចាអូខេតោះអញ្ចឹងយើងមើលប្រធានលំហាត់បន្តិចព្រោះដោយសារនៅក្នុងនេះគឺយើងអត់មាននៅ result ផ្នែកខាងស្ដាំឲ្យមើលទេចា review how to use the RGB block to set the color of rainbow ចាអញ្ចឹងគឺយើងរំលឹកឡើងវិញអំពីវិធីនៅក្នុងការប្រើប្រាស់នៅ block RGB ដើម្បីកំណត់ពណ៌នៃ antenna ចា remember ចាចំណុចគួរចងចាំ since the RGB block use ចាដោយ block RGB ហ្នឹងគឺប្រើប្រាស់ red green blue numeric value ចាគឺយើងប្រើប្រាស់នៅ color ពណ៌ color code សម្រាប់សម្គាល់ពណ៌នីមួយៗចាអញ្ចឹង R មានន័យថា red green ស្មើ G គឺ green ចា B គឺ blue អញ្ចឹងពណ៌របស់យើងគឺគេលាយពណ៌3នឹងចូលគ្នាដើម្បីបានជាពណ៌អ្វីមួយណាចាហើយពណ៌ហ្នឹងគឺយើងប្រើជាប្រភេទលេខកូដដែលក្នុងនោះគឺមាន H ជាមួយនឹង decimal អញ្ចឹងសម្រាប់ RGB នេះគឺ decimal code ចា It means we can use random number to generate random colors ចាវាមានន័យថាយើងអាចប្រើប្រាស់នៅ random number ដើម្បីបង្កើតនៅពណ៌ដែលចៃដន្យចាអញ្ចឹងយើងដឹងហើយបើសិនបើយើងដាក់ពណ៌ blue ពណ៌ yellow ពណ៌ green យើងចង់ឲ្យវា random គឺมันអាចទេព្រោះដោយសារតែវាជាឈ្មោះពណ៌ប៉ុន្តែសម្រាប់ block random នេះគឺយើងដាក់តែជាប្រភេទលេខឃើញអត់បើយើងយកឈ្មោះពណ៌មកដាក់កន្លែង random block នេះគឺច្បាស់ជា error ហើយអញ្ចឹងបានយើងត្រូវយកនៅ block code RGB ដែលជាតំណាងឲ្យលេខនីមួយៗយកមកដាក់នៅក្នុង random number ហ្នឹងទើបស្គាល់ចាអូខេតោះអញ្ចឹងយើងទៅបន្តទៀតreminder ចារំលឹកឡើងវិញ you will need 3 random number blocks to generate one color ចាអញ្ចឹងគឺយើងនឹងត្រូវការនៅ block random number ចំនួន3ដើម្បីបង្កើតនៅពណ៌មួយចា do this update the background to be a random color ចាអញ្ចឹងគេឲ្យយើងធ្វើការ update background ដើម្បីឲ្យវាជ្រើសរើសពណ៌ដែលចៃដន្យពណ៌ណាមួយដែលចៃដន្យណាចាអូខេឥឡូវអ្នកគ្រូសូមរ៉ាន់ពីកម្មវិធីរបស់យើងបន្តិចសិននេះចាអញ្ចឹង background ក៏ដូចជាពណ៌ផ្សេងដែលយើងចុច run នេះគឺវាអត់ប្រែប្រួលទេចាដូច background ពណ៌ខៀវនេះយើង run ទៅគឺនៅតែពណ៌ខៀវតែចាហើយពណ៌ ground ពណ៌បៃតងនេះចាយើង run reset run ច្រើនដងយ៉ាងណាក៏មិនប្រែប្រួលដែរចាហើយផ្ទៃនៃ antenna ក៏ដូចគ្នាដែរគឺអត់មានអ្វីប្រែប្រួលទេនៅក្នុងកម្មវិធីនេះអញ្ចឹងទី1គឺយើងទៅ update background to be a random color អញ្ចឹងយើងធ្វើម៉េចទៅធ្វើឲ្យ background ហ្នឹងគឺជ្រើសរើសពណ៌ដែលចៃដន្យអញ្ចឹងយើងទៅមើល block code នេះ background RGB 555 255ចាអញ្ចឹងពណ៌ red គឺមានលេខកូដគេដាក់តែ5ទេចាហើយពណ៌green 55ពណ៌ blue 255អញ្ចឹងបានយើងឃើញថា generate មកគឺពណ៌ blue ខ្លាំងជាងគេដោយសារតែវាលេខវាឡើងអស់លេខឯធំបំផុតគឺ255មានន័យថាពណ៌ blue ហ្នឹងលុបពណ៌ផ្សេងទៀតឃើញអត់ឥឡូវអ្នកគ្រូដាក់100ហើយនេះ green អ្នកគ្រូដាក់តិចបានហើយដាក់30ហើយ blue ដាក់200មើលចាអញ្ចឹង run មកចាំមើលវាចេញពណ៌អីឡើង background នេះចាឃើញតែពណ៌រៀងស្វាយវិញចាអញ្ចឹងកន្លែងនេះមានន័យថាបើសិនជាអ្នកគ្រូដូរកន្លែងនេះគឺពណ៌ហ្នឹងគឺ fix តែម្ដង run ម្ដងក៏អត់ប្រែប្រួលដែរឃើញអត់ចាអញ្ចឹងបើសិនតែយើងចង់ឲ្យម្ដងពណ៌ស្វាយម្ដងពណ៌ខៀវម្ដងពណ៌ផ្កាឈូកគ្រប់ពេលដែលយើងចុច run
cứ cho bạn á cứ dương thử ở vía random code nè ở vía cảm vị chỉ nè chứ rư code mình dương trôi tờ vay mà đong mà rồi sam sập pi hồi dân tì chẳng ở vía random tam qua đi mùi bởi vía random pa red ní pa mà rối chè hay green ní pa pi rối rư co blue ní pa ta ha sập ấy anh ấy vì chỉ nè random chẳng dương thử vô block random nằm bớ vô một đạn nữa block red green blue nè ai chà ok tỏ lớn là khu xôm vô block random nằm bớ vô một đạn nữa block red chà chắc cái này ní xem hẹp block code bao nhiêu RGB color cứ dương ảnh đặt vì lịch số từ đó pi rồi hạ pram chẳng là khu chẳng ở vía random từng ở mong pi số từ đó pi rồi hạ pram chẳng là khu đã số đó pi rồi hạ pram tạm đó chà đây lấy green nữa thôi thật green là khu ở trong ở vía đó pi rồi hạ pram rồi có chặt pi số tới vì chẳng là lớn là khu vô green máu chà ở Việt phức random ở hiện trường tích pi mà rồi há cái đó pi hồi hạ pram chà hơi blue chà chẳng blue dương ai đặt pi hạ sấp cái đó pi rồi mà ok chẳng nó không ní bây giờ dương chụp mà đó bên này tha viên nâng cột lọc hậu lệch để chạy đòn chập bàn lệch xôn cho lọc pi xôn cái đó pi hồi hạ pram lệch mùi ná red bao giờ nâng miền đồng lái mà nâng lệch để việc lọc bàn nâng chà green đôi kia hay blue có đôi kia đây chà chắc lên là khu chạy rắn nè chà khơi po prai pru lắm chà prai pru ok tỏ tí pi update each arc of the rainbow to be a random color chẳng arc ní cứ dương pra nằm bảy bằng cả nơi rụp riêng antenu chà chẳng cái ở dương update tới chia po random được kia chà ok toàn chẳng dương tầm mưa nè sẽ đã arc từng update each arc of rainbow to be a random color chẳng xem hợp antenu là khu kịch tha po khang lừa ní cứ dương ai triệt xa tục của bàn đá chẳng là khu xôm update tại bơi khang khom để chứ chà bốn ai đã từng từ chà và tay là khu đã mua chùm luôn mà nấy cũng ở dừng mong trần page chứ lên là khu xôm update bơi khang crown ní cái fill color nữa dừng mình update cho lại elite dừng update tái boy ok toàn chân dương vôនៅ random numbers ដាក់ចូលទៅកន្លែង RGB ទី1ចាអញ្ចឹងនៅក្នុងនេះយើងមើល color គេក៏បានដែរ R កន្លែងនេះ153 G 153 B 225អញ្ចឹងបើយើងអត់ចង់ឲ្យពណ៌វារៀងឃ្លាតឆ្ងាយពេកទេយើងអាចដាក់គៀកនោះថតថាពី100ទៅដល់200អីចឹងទៅចាអញ្ចឹងឥឡូវនៅគ្រូសុំទាញ block នេះយកមកដាក់មកចាអញ្ចឹងពី100ទៅ200នេះដូចគ្នាដែរដោយសារតែលេខតែមួយទេ100ទៅដល់200ចាហើយសម្រាប់ពណ៌ចុងក្រោយនេះគេដាក់255ហ្មងអញ្ចឹងឥឡូវអ្នកគ្រូដាក់ត្រឹម200ទៅដល់255អូខេ reset មើលមួយណាអូខេបើសិនជាយើងដាក់គៀកយ៉ាវារៀងចលាសគ្នាបន្តិចទេវាមិនខុសហ្មងទេណាយ៉ាដោយសារពណ៌យើងមើលតែពណ៌មុនដែរអញ្ចឹងណាអូខេតោះអញ្ចឹងទៅបន្ទាប់ទៀតអូដូចជាមួយនេះអូខេតើមួយទៀតRGB ឡើងនេះវិញបើសិនយើងចង់ឲ្យឃើញខុសគ្នាខ្លាំងហ្មងឥឡូវជាមួយនៅគ្រូដាក់0ទៅដល់255តែម្ដងដាក់ទាំង3ហ្មងណាចា0ដល់255 0 255 0 255អូខេតោះរ៉ាន់មកនេះឃើញអត់អញ្ចឹងវាខុសគ្នាខ្លាំងយើងមើលដឹងហ្មងតែដល់ពេលប្លុកនេះ
ấy blog ní để xa ta dựng đại bùa vì mình khó niềm mà nấy bùa để xa lịch để dựng đại nó cứ lịch được điên lịch cha đài vì khó niềm tịch tù cho nên chẳng bùa có vì mình khó niềm ngày đại chứ xâm hợp sâu đó bây hồi hàm lắm khó niềm ngày chẳng dư nâng khơi bùa nó chắc ba tầm đó ok tỏ lời blog tị bơi ní là khổ chọn ở vị đầu đấy đã sâu từ đó bây hồi hàm tầm đó tỏ chẳng blog ní sâu từ đó bây hàmចាអញ្ចឹងយើង reset ឲ្យ run វាមិនស្អាតទេនេះឃើញអត់អញ្ចឹងយើងនឹងឃើញពណ៌ហ្នឹងគឺវាប្រែប្រួលច្បាស់តែម្ដងដោយសារតែលេខវាឃ្លាតគ្នាណាចាអូខេអញ្ចឹង Antonu អ្នកគ្រូមានប៉ុណ្ណឹងឬក៏បងប្អូនចង់ដូរខាងលើនេះយើងដាក់មកឧទាហរណ៍ឥឡូវអ្នកគ្រូថែមមួយទៀតអឺ0ដល់255ដដែលដើម្បីឲ្យឃើញរៀងខុសគ្នាដាច់បន្តិចចាអូខេនេះចាគឺខុសគ្នាដាច់ហើយអូខេអញ្ចឹងបន្ទាប់មកគឺយើងចុច finish ដើម្បីបញ្ចប់ចាអញ្ចឹងសម្រាប់លំហាត់ទាំង8នេះគឺអ្នកគ្រូបានធ្វើអត្រាកំណែដើម្បីឲ្យបងប្អូនមើលហើយបន្ទាប់មកបងប្អូនអាចទៅអនុវត្តដើម្បីជាកលឹះមុនពេលដែលយើងចូលទៅធ្វើលំហាត់ទី2ដែលជាប្រជិកចាអូខេតោះអញ្ចឹងសម្រាប់លំហាត់នេះដែរក៏ដូចជាវីដេអូនេះដែរអ្នកគ្រូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ចាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតចាអ្នកគ្រូសូមអរគុណសូមជម្រាបលាអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបងប្អូនបានមើលនៅការអនុវត្តលំហាត់ដែលអ្នកគ្រូបង្ហាញហើយលំហាត់ទាំងអស់នេះគឺលំហាត់ដែលបងប្អូនធ្លាប់ធ្វើរួចហើយអ្នកគ្រូក៏បានធ្លាប់ផ្ដល់នៅអត្រាកំណែដែរប៉ុន្តែអត់បានទាំងអស់ទេចាអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូបង្ហាញទាំងអស់តែម្ដងចាពីការអនុវត្តលំហាត់នីមួយៗពីលំហាត់ A រហូតមកដល់លំហាត់ H ចាយើងមាន8លំហាត់អូខេតោះអញ្ចឹងសម្រាប់ជំហានបន្ទាប់គឺបងប្អូន log in ចូលទៅក្នុង code.org account របស់បងប្អូនរៀងៗខ្លួនហើយចូលទៅអនុវត្តលំហាត់ទាំង3ចុងក្រោយនេះរយៈពេល15នាទីចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាអនុវត្តលំហាត់3នេះទាំងអស់គ្នា
ចាអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីបងប្អូនបានអនុវត្តលំហាត់រួចរាល់រយៈពេល15នាទីចាអញ្ចឹងអ្នកគ្រូឃើញលោកគ្រូអ្នកគ្រូគាត់បានធ្វើការផ្ញើនៅចម្លើយបងប្អូនទាំងអស់គ្នាចូលទៅក្នុងក្រុមរបស់យើងដែរចាអញ្ចឹងឃើញបងប្អូនមួយចំនួនធំគឺបានអនុវត្តនៅលំហាត់នេះបានត្រឹមត្រូវចាដែលឡែកនៅខ្វះខាតតិចតួចសម្រាប់បងប្អូនដែលធ្វើអត់ទាន់បានត្រឹមត្រូវទេអាចនឹងមើលវីដេអូនេះមួយសារទៀតហើយយើងចូលទៅអនុវត្តម្ដងមួយឡើងវិញចាអញ្ចឹងបើសិនជាយើងអត់បានអនុវត្តទេទៅលំហាត់មុខទៀតគឺកាន់តែពិបាកជាងនេះទៀតចាដោយសារតែមេរៀនរបស់យើងគឺតាក់ទងគ្នារហូតទៅដល់មេរៀនទី20ចាចាអញ្ចឹងសម្រាប់វីដេអូនេះដែរក៏មកដល់ទីបញ្ចប់សង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទទួលបានចំណេះដឹងចេញពីក្នុងវីដេអូនេះទៅអនុវត្តលំហាត់បន្តទៀតឲ្យកាន់តែល្អប្រសើរចាអរគុណលោកគ្រូអ្នកគ្រូនៅក្នុងការសម្របសម្រួលសិស្សធ្វើលំហាត់អនុវត្តនិងផ្ញើនៅចម្លើយសិស្សចូលទៅក្នុងក្រុមរបស់យើងចាអរគុណបងប្អូនទាំងអស់គ្នានៅក្នុងការយកចិត្តទុកដាក់សិក្សារៀនសូត្រនិងអនុវត្តលំហាត់ដែលអ្នកគ្រូដាក់ឲ្យធ្វើអ្នកគ្រូសូមអរគុណនិងសូមជម្រាបលា